លោកអានស្លូទីជឿជាក់លើកីឡាករអឹមបាប៉េនឹងអាចសាងស្នាដៃដោយរ៉ូណាល់ដូនៅរៀលម៉ាឌ្រីតគ្រូអាម៉ារីមចេញមកបញ្ជាក់ច្បាស់ៗរឿងប្រូណូទៅកាន់រៀលម៉ាឌ្រីតក្រោយរកគ្រាប់បាល់តាមស្មើរ៉ូណាល់ដូនៃរដូវកាលដំបូងក្នុងក្លឹបរៀលម៉ាឌ្រីតតើអឹមបាប៉េគេនិយាយអ្វីខ្លះជីបាទសូមគោរពនឹងជំរាបសួរបងប្អូនអ្នកគ្នាខ្ញុំបាទធីរ៉ាដេស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះត្រូវនៅថ្ងៃទី2ខែមេសាឆ្នាំ2025ហើយខ្ញុំក៏មានរឿងរ៉ាវតិចតួចផងដែរហើយក៏សូមអរគុណទៅកាន់បងប្អូនដែលជួយ donate support ខ្ញុំតាមរយៈកុងដែលមានដូចជាបងផានុតនិងបងសវណ្ណារ៉ូអរគុណរួមទាំងបងប្អូនជាច្រើនទៀតដែលខ្ញុំមានដាក់ឈ្មោះរបស់ពួកគាត់នៅវីដេអូមុនហើយបងប្អូនដែលចង់ជួយ support ក្នុងការជួយខ្ញុំធ្វើវីដេអូជាបន្តដល់ World Cup 2026អាច support បានតាមរយៈ QR code ដែលលេខកុកដែលខ្ញុំមានដាក់លើវីដេអូនេះកុំឲ្យខាតពេលវេលាច្រើនចុះយើងទស្សនាខ្លឹមសារវីដេអូដូចតទៅលោកអានស្លូទីជឿជាក់លើកីឡាករអឹមបាប៉េនឹងអាចសាងស្នាដៃដោយរ៉ូណាល់ដូនៅរៀលម៉ាឌ្រីតអ្នកចាត់ការទូទៅក្រុមរៀលម៉ាឌ្រីតលោក Carlo Ancelotti បានបង្ហាញការកោតសរសើរជាខ្លាំងលើគីលីនអឹមបាប៉េហើយលោកក៏មានកំណត់សុតិធិនិយមលើរូបគេក្នុងការសាងស្នាដៃដោយ Cristiano Ronaldo នៅទឹកដី Santiago Bernabeu ផងដែរអឹមបាប៉េត្រូវបានរៀលម៉ាឌ្រីតចុះកុងត្រាយកមកកាន់ក្លឹបកាលពីរដូវក្តៅកន្លងទៅដោយគ្មានតម្លៃខ្លួនបន្ទាប់ពីរូបគេបានផុតសុពលភាពកិច្ចសន្យាជាមួយក្រុម Paris Saint-Germain ចំណាំវិញសម្រាប់ការមកដល់រដូវកាលដំបូងខ្សែប្រយុទ្ធសញ្ជាតិបារាំងវ័យ26ឆ្នាំរូបនេះពិតជាបង្ហាញសមត្ថភាពលេចធ្លោមែនទែនដែលរូបគេបានបង្ហាញខ្លួនបានចំនួន45ប្រកួតរកបាន33គ្រាប់និង5 assist ខណៈចំនួនគ្រាប់បាល់នេះក៏បានតាមស្មើកំណត់ត្រារបស់ Ronaldo នៅក្នុងរដូវកាលដំបូងជាមួយក្រុម Atletico សផងដែរជុំវិញការបង្ហាញសមត្ថភាពដ៏ល្អបែបនេះលោក Ancelotti បានយកអឹមបាប៉េទៅប្រៀបធៀបជាមួយខ្សែប្រយុទ្ធម្ចាស់ពានបាល់ឡុនដ5សម័យកាលយ៉ាងដូចនេះថាអ្វីដែលខ្ញុំសង្ឃឹមចំពោះអឹមបាប៉េគឺគេអាចសាងស្នាដៃបានដោយអ្វីដែល Cristiano Ronaldo ធ្លាប់ធ្វើនៅ Real Madrid ខ្ញុំគិតថាគាត់អាចធ្វើបានប្រសិនបើគាត់ធ្វើបានបែបនោះមែនគាត់នឹងក្លាយជាវីរៈបុរសនៅ Real Madrid ដោយ Cristiano Ronaldo ដែរគ្រូអាម៉ារីមចេញមកបញ្ជាក់ច្បាស់ៗរឿងប្រូណូទៅកាន់រៀលម៉ាឌ្រីតកាលពីពេលថ្មីនេះបានបែកធ្លាយព័ត៌មានមួយថា Bruno Fernandes ត្រូវបានរៀលម៉ាឌ្រីតចង់បានក្នុងការនាំយកទៅកាន់ទឹកដីអេស្ប៉ាញស្រាប់តែពេលនេះលោក Ruben Amorim អ្នកចាត់ការរបស់ក្រុមបិសាចក្រហម Manchester United ចេញមកបញ្ជាក់ហើយអ្នកចាត់ការសញ្ជាតិប៉ូទុយហ្គាល់រូបនេះបានលើកឡើងថាសូមបំភ្លេចទៅរឿង Bruno Fernandes ទៅកាន់ទឹកដីរបស់រៀលម៉ាឌ្រីតនោះវានឹងមិនអាចកើតឡើងបានទេគាត់នឹងមិនទៅណាទាំងអស់គូបញ្ជាក់ថា Bruno Fernandes រដូវកាលនេះត្បិតថាក្លឹបមិនសូវទទួលបានជោគជ័យប៉ុន្តែគេបានជោគជ័យក្នុងនាមជាកីឡាករលំដាប់ខ្ពស់បាត់ទៅហើយពលគឺជាប្រធានក្រុមរបស់ក្រុមបិសាចក្រហមនិងជាកីឡាករដ៏សំខាន់ក្នុងក្រុម Manchester United នៅពេលនេះក្រោយរកគ្រាប់បាល់តាមស្មើរ៉ូណាល់ដូនៃរដូវកាលដំបូងក្នុងក្លឹបរៀលម៉ាឌ្រីតតើអឹមបាប៉េគេនិយាយអ្វីខ្លះជាការប៉ុណ្ណាអឹមបាប៉េបានរកគ្រាប់បាល់ទី33របស់ខ្លួននៅក្លឹបរៀលម៉ាឌ្រីតនៅក្នុងការប្រកួតដែលរៀលម៉ាឌ្រីតយកឈ្នះលេហ្គាណាស 3-2 ហើយក្រោយចប់ការប្រកួតអឹមបាប៉េគេបាននិយាយថាខ្ញុំរីករាយដែលតាមស្មើកំណត់ត្រារបស់ Cristiano Ronaldo ក្នុងការសុបបញ្ចូលទីបាន33គ្រាប់ពួកយើងដឹងថាគាត់មានន័យសម្រាប់ពួកយើងប៉ុន្តែរឿងដែលសំខាន់នោះគឺការឈ្នះពានជាមួយក្លឹប Real Madrid គូបញ្ជាក់ថា Cristiano Ronaldo បន្ទាប់ពីចាកចេញពី Manchester United មកចូលរួមជាមួយ Real Madrid ក្នុងរដូវកាលដំបូងគឺគាត់បានបង្ហាញខ្លួន35ប្រកួតដោយសុបបញ្ចូលទីបាន33គ្រាប់ដែលឡែកអឹមបាប៉េនៃរដូវកាលនេះជារដូវកាលដំបូងរបស់គេនៅក្លឹប Real Madrid ដែលបានសុបបញ្ចូលទី33គ្រាប់តាមស្មើ Ronaldo ហើយនៅក្នុងការបង្ហាញខ្លួន45ប្រកួតប៉ុន្តែគេនៅសល់ការប្រកួតក្នុងដៃជាច្រើនទៀតកីឡាករ Greenwood ផ្ញើសាររំជួលចិត្តទៅកាន់គូស្នេហ៍នៅថ្ងៃរំលឹកគុណមេដាអតីតខ្សែប្រយុទ្ធក្លឹបបិសាចក្រហម Manchester United កីឡាករ Mason Greenwood បានផ្ញើសាររំជួលចិត្តទៅកាន់គូស្នេហ៍គាត់មានឈ្មោះថា Harriet Robson ក្នុងថ្ងៃរំលឹកគុណម្ដាយ Mother Day ខ្សែប្រយុទ្ធក្លឹប Marseille រូបនេះបានចែករំលែកការបង្ហោះនៅលើ Instagram Story របស់គាត់ដោយជូនពរ Harriet Robson ដែលជាម្ដាយរបស់កូន2នាក់របស់គាត់ជាមួយពាក្យថាពេលខ្លាយទៅជាឪពុកគេគាត់បានផ្លាស់ប្ដូរគ្រប់យ៉ាងហើយគូស្នេហ៍របស់គាត់ក៏កាន់តែជួយគាត់ឲ្យរីកចម្រើនHarriet Robson ទើបតែបានផ្ដល់កំណើតដល់កូនទី2របស់ពួកគេដែលពួកគេមានកូនស្រីម្នាក់ហើយដែលឈ្មោះ Summer កាលនៅក្នុងខែកក្កដាឆ្នាំ2023 Greenwood កំពុងលេងល្អដល់គួរឲ្យចាប់អារម្មណ៍នៅក្លឹប Marseille ដែលសុបបញ្ចូលទីបាន16គ្រាប់ហើយក្នុងរដូវកាលនេះកីឡាករ Mason Greenwood ដែលមានទេពកោសល្យវ័យក្មេងបំផុតរបស់ Manchester United បានចាក់ចែងពីក្លឹបជាផ្លូវការកាលពីរដូវកាលមុនបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនក្នុងខែមករាឆ្នាំ2022ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភបំពាននិងអកប្បកិរិយាបង្ខិតបង្ខំការចោទប្រកាន់នោះត្រូវបានទម្លាក់ចោលវិញបន្ទាប់ពីសាក្សីសំខាន់ដកខ្លួនគ្រូ Mikel Arteta បង្ហើបថា Arsenal នឹងធ្វើរឿងដ៏អស្ចារ្យមួយ
ការប្រកួតប្រជែងក្នុងក្របខ័ណ្ឌ Premier League របស់ក្លឹបកំភ្លឹង Arsenal នៅតែមិនទាន់ជោគជ័យត្បិតពួកគេមានបំណងចង់យកពាននេះក្នុងរជ្ជកាលដែលមានសក្តានុពលមួយនេះទន្ទឹមនឹងនោះលោក Mikel Arteta នៃចាត់ការរបស់ក្លឹបកំភ្លឹង Arsenal បានបង្ហើបថាដើម្បីពង្រឹងឲ្យដល់គោលដៅឆាប់ក្លឹបនឹងធ្វើរឿងដ៏អស្ចារ្យមួយបើទោះបីជាមិនបាននិយាយថារឿងនោះគឺជារឿងអ្វីប៉ុន្តែអ្នកចាត់ការរូបនេះបានសង្កត់ថាគឺជាការផ្ទេរដ៏ធំមួយសម្រាប់ក្លឹបការលើកឡើងបែបនេះទំនងជាមានការត្រៀមខ្លួនរួចជាស្រេចក្នុងការនាំយកកីឡាករដ៏សម្បើមណាម្នាក់មកជ្រុំជាមួយក្រុមខណៈដែលកន្លងមកលេចលឺពាក្យចាមរាមថាពួកគេកំពុងតែតាមបំបញ្ញយកខ្សែប្រយុទ្ធ Victor Gyökeres របស់ក្លឹប Sporting Lisbon អ្នកចាត់ការរូបនេះបានលើកឡើងទៀតថាគ្រប់គ្នាត្រូវការភាពរីកចម្រើនហើយលោកកំពុងតែចង់បានជម្រើសដ៏ល្អបំផុតមួយក្នុងក្រុមបើសិនបើក្លឹបចង់បានភាពជោគជ័យនិងកាន់តែមានភាពល្អប្រសើរជាងនេះដាច់ខាតត្រូវតែឆ្ពោះទៅរកការអភិវឌ្ឍមួយកម្រិតទៀតលោកបានថែមថាវាជាការផ្ទេរមួយដ៏ធំសម្បើមក្លឹបទាំងមូលពិតជាមានភាពរីករាយជាខ្លាំងសម្រាប់ដំណឹងមួយនេះក្រោយត្រឡប់ចូលមកកាន់ការងារជាគ្រូបង្វឹកវិញលោកសុកជាដឹកនាំក្រុមបេស៊ីកតាខ្លាយជាក្រុមដំបូងគេដែលធ្វើបានកំណត់ត្រាដ៏ល្អមួយនេះអតីតអ្នកចាត់ការរបស់ក្រុមបេសាចក្រហម Manchester United លោក Ole Gunnar Solskjaer បានចូលមកកាន់ដឹកនាំក្រុម Besiktas ហើយមកដល់ពេលនេះគឺគាត់បានដឹកនាំបានយ៉ាងល្អហើយនៅពេលថ្មីនេះក្រុម Besiktas ដែលដឹកនាំដោយលោក Ole Gunnar Solskjaer ផ្ទាល់បានក្លាយជាក្រុមដំបូងដែលអាចយកឈ្នះក្រុម Galatasaray នៅក្នុងលីកទូគីនារដូវកាលនេះខ្សែការពារ Raúl Asensio ថាគេដូចរស់នៅក្នុងសបិនពេលបានលេងនៅ Real Madrid ខ្សែការពារ Raúl Asensio នាពេលថ្មីនេះកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងដោយជារឿយៗគេតែងតែយកគាត់ទៅប្រៀបធៀបជាមួយនឹង Ramos និង Pepe ដោយសារតែការការពាររបស់គេគឺមានភាពល្អប្រសើរនិងលះជាខ្លាំងហើយនៅក្នុងបទសម្ភាសន៍មួយនាពេលថ្មីនេះគេបាននិយាយយ៉ាងដូចនេះថាខ្ញុំរស់នៅក្នុងសបិនខ្ញុំបានលេងឲ្យក្លឹបដែលល្អបំផុតក្នុងពិភពលោក Real Madridក្លឹប RB Leipzig សម្រេចចិត្តបញ្ចប់តំណែងលោក Marco Rose ជាការប៉ុណ្ណាក្លឹប RB Leipzig បានសម្រេចចិត្តបណ្ដេញលោក Marco Rose ភ្លាមខណៈដែលក្លឹបស្ថិតនៅលេខទី6ក្នុងក្របខ័ណ្ឌ Bundesliga និងត្រូវធ្លាក់ចេញពីជុំដំបូងក្នុងក្របខ័ណ្ឌ Champions League ផងដែរកីឡាករ Victor Osimhen ចង់ទៅលេងនៅក្របខ័ណ្ឌ Premier League នារដូវកាលក្រោយខ្សែប្រយុទ្ធរបស់ក្លឹប Napoli ដែលបច្ចុប្បន្នកំពុងលេងជ័យជើងនៅក្លឹប Galatasaray នៃលីកកំពូលទូគីជាកីឡាករដើររបស់ក្លឹបនៅ Saudi Pro League ជាច្រើនប៉ុន្តែនៅពេលថ្មីនេះយោងតាមការផ្សេងផ្សាយរបស់ TBO Football បានឲ្យដឹងថាភ្នាក់ងាររបស់កីឡាករ Victor Osimhen បានប្រាប់ទៅកាន់ League Saudi Pro League ថាកីឡាករចង់ទៅលេងនៅ Premier League នៅរដូវកាលក្រោយតារាឆ្នាំម្នាក់អាចនឹងត្រូវចាកចេញពី Real Madrid នៅរដូវក្តៅខាងមុខខ្សែការពារស្លាប់ស្ដាំរបស់ Real Madrid កីឡាករ Lucas Vazquez អាចនឹងត្រូវចាកចេញពី Real Madrid នៅក្នុងទីផ្សារដូរកីឡាករនៅរដូវក្តៅខាងមុខយោងតាមការចុះផ្សាយដោយអ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានដឹងថាខ្សែការពារស្លាប់ស្ដាំសញ្ជាតិអេស្ប៉ាញវ័យ33ឆ្នាំអាចនឹងត្រូវចាកចេញពីទឹកដី Santiago Bernabeu នៅចុងបញ្ចប់នៃរដូវកាល 2024-2025 នេះគណៈកម្មការកិច្ចសន្យារបស់គាត់កំពុងស្ថិតនៅក្នុងភាពស្មុគស្មាញដល់ឡែកប្រភពមួយទៀតដែលចុះផ្សាយដោយ Frankfurt Fit បានដឹងថា Real Madrid កំពុងតែពិបាកសម្រេចចិត្តអំពីអនាគតរបស់ Vazquez យ៉ាងខ្លាំងដោយសារ Alexander Arnold នឹងមកដល់នៅរដូវក្តៅខាងមុខហើយ Dani Carvajal វិញក៏នឹងត្រឡប់មកកាន់ទីលានវិញផងដែរបន្ទាប់ពីបញ្ហារបួស